លោកពូទីនក៏គាត់ចេញមកនិយាយដូចហើយគាត់ថារុស្ស៊ីក៏គាត់យល់ព្រមសំណាងនឹងដែរតែត្រូវមានលក្ខខណ្ឌអញ្ចឹងគាត់នឹងតាក់ទងទៅដូណាល់ត្រាំពិភាក្សារឿងលក្ខខណ្ឌរបស់រុស្ស៊ីអញ្ចឹងរុស្ស៊ីគាត់ដាក់លក្ខខណ្ឌថាគាត់ចង់ឲ្យបទឈប់បាញ់នឹងមានរយៈពេលវែងមានរយៈពេលតោះយើងចាប់ដើមយើងមកមើលសង្គ្រាមរុស្ស៊ីអ៊ុយក្រែនណាអ៊ុយក្រែនរុស្ស៊ីត្រូវបានសហរដ្ឋអាមេរិកធ្វើជាអាញាកណ្ដាលហើយនាំពួកគាត់ចូលតុចរចាអញ្ចឹងអាមេរិកបានជួបជាមួយអ៊ុយក្រែនហើយអ៊ុយក្រែនក៏ព្រមព្រៀងថានឹងតាមសហរដ្ឋអាមេរិកពីបទឈប់បាញ់រយៈពេល30ថ្ងៃអញ្ចឹងអ៊ុយក្រែនហើយក្រោយពីត្រូវដបងបោះត្រាំប្រមាណដបងទៅណាបិទទាំងលុយបិទទាំងផ្កាយរណបរឿងអីមិនចូលតុចរចាយើងឃើញថាអ៊ុយក្រែនរត់ទៅអឺរ៉ុបរត់ទៅអីឲ្យអឺរ៉ុបជួយប៉ុន្តែអ៊ុយក្រែនដឹងខ្លួនឯងហើយថាទៅអឺរ៉ុបជួយអីអត់ដែរព្រោះបងធំគឺអាមេរិកហ្នឹងហើយអ្នកដែលឲ្យលុយទៅ NATO គឺអាមេរិកបើអាមេរិកដកលុយចេញពី NATO ចោលពួកអឺរ៉ុបអត់មានណាអ្នកចាយលុយទេសើអ្នកសង្ងំយកទៅបន្ថោដែរហ្នឹងទាំងបារាំងទាំងអាល្លឺម៉ង់អីសើសង្ងំយកធ្វើដូចគ្នាហើយក៏ជួយជួយបាត់សេដ្ឋកិច្ចដែរអញ្ចឹងចង់អ៊ុយក្រែនត្រូវតែសុំបងអាមេរិកឲ្យជួយដែរអញ្ចឹងត្រូវតែព្រមព្រៀងជាមួយអាមេរិកអញ្ចឹងការទៅចូលតុចរចាវាពិតជាដូចជាការចរចានេះដែរយល់ព្រមចរចាជាមួយសហរដ្ឋអាមេរិកហើយអាមេរិកដាក់លក្ខខណ្ឌអីក៏អ៊ុយក្រែនព្រមដែរអញ្ចឹងអ៊ុយក្រែនព្រមហើយក្នុងការបត់ឈប់បាញ់រយៈពេលខ្លី30ថ្ងៃណារយៈពេលខ្លីអញ្ចឹងអាមេរិកក៏បញ្ជូនអ្នកនាំពាក្យណាលោក Sivakov ទៅរុស្ស៊ីដើម្បីនាំពាក្យការដែលប្រជុំជាមួយអ៊ុយក្រែនយ៉ាងម៉េចហ្នឹងទៅជួបគាត់នាំពាក្យទៅរុស្ស៊ីថាឥឡូវរុស្ស៊ីអាចចូលតុចរចាពីបទឈប់បាញ់នឹងបានអត់ហើយលោកពូទីនក៏គាត់ចេញមកនិយាយដូចហើយគាត់ថារុស្ស៊ីក៏គាត់យល់ព្រមសំណាងនឹងដែរតែត្រូវមានលក្ខខណ្ឌអញ្ចឹងគាត់នឹងតាក់ទងទៅដូណាល់ត្រាំពិភាក្សារឿងលក្ខខណ្ឌរបស់រុស្ស៊ីអញ្ចឹងរុស្ស៊ីគាត់ដាក់លក្ខខណ្ឌថាគាត់ចង់ឲ្យបទឈប់បាញ់នឹងមានរយៈពេលវែងមានរយៈពេលខ្លីទេហើយដើម្បីដល់បទឈប់បាញ់នឹងត្រូវមានលក្ខខណ្ឌទី1គឺដូរគោលនយោបាយរបស់អ៊ុយក្រែនមានន័យថាបណ្ដេញZelenskyចេញបោះឆ្នោតថ្មីណាទី2អ៊ុយក្រែនមិនត្រូវចូលបកសម្ព័ន្ធនេះមិនត្រូវចូលបកសម្ព័ន្ធអង្គការ NATO ទេណាហើយទី3គឺបញ្ចប់នៃការចល័តទ័ពនៃការបង្វឹកទ័ពនិងជំនួយអាវុធទៅអ៊ុយក្រែនតើតែព្រមតាមលក្ខខណ្ឌរបស់គាត់ហ្នឹងទៅចូលតុចរចាហើយទៅបោះជប់បាញ់នេះបានហើយលោកត្រាំក៏គាត់នឹងតាក់ទងជាមួយលោកពូទីនណាថាមានលក្ខខណ្ឌនឹងអាចកធូរកថយឬក៏ប៉ុណ្ណឹងមិនគាត់ចរចាជាមួយពូទីនម្ដងទៀតហើយបានមានការចូលចរចាការចូលប្រជុំត្រីភាគីរវាងអ៊ុយក្រែនរុស្ស៊ីនិងអាមេរិកតែម្ដងអញ្ចឹងបទជប់បាញ់ចាប់ដើមចេញពលឺមកខ្លះហើយណាហើយសហរដ្ឋអាមេរិកក៏រៀបចំផែនការនៃការធ្វើសម្បទានរបស់អ៊ុយក្រែនអញ្ចឹងនិយាយថាបទឈប់បាញ់កិច្ចព្រមព្រៀងសន្តិភាពគឺអាស្រ័យទៅលើអ៊ុយក្រែនព្រមធ្វើសម្បទានទឹកដីឲ្យរុស្ស៊ីបានប៉ុណ្ណាអញ្ចឹងនិយាយថាបើចរចាសន្តិភាពអ៊ុយក្រែនត្រូវលះបង់ទឹកដីព្រោះទឹកដីដែលរុស្ស៊ីវាយទាំងប្រមាណมันអាចប្រគល់ឲ្យអ៊ុយក្រែនវិញបានទេគឺរុស្ស៊ីយកហើយអញ្ចឹងអាមេរិកកំពុងចរចាមួយអ៊ុយក្រែនថែមទៀតជាមួយពាក់ព័ន្ធជាមួយទឹកដីដែលត្រូវប្រគល់ឲ្យរុស្ស៊ីហ្នឹងអញ្ចឹងសង្គ្រាមរុស្ស៊ីអ៊ុយក្រែនចាប់ដើមមានពលឺនៃការឈប់បាញ់បទឈប់បាញ់ម្ដងតិចហើយអញ្ចឹងបើបញ្ចប់សង្គ្រាមតំណែងជាច្រើនអាចនឹងធ្លាក់ថ្លៃមកវិញខ្លះណាចប់ពីសង្គ្រាមរុស្ស៊ីយើងទៅមើលតម្លៃមាសណាយើងឃើញតម្លៃមាសកាលពីសប្តាហ៍មុនឡើងទៀតហើយឡើងផុតកាលពីខែ2តម្លៃមាសកម្ពុជារបស់មាសគឺ2956ក្នុង1អោនឬក៏3560ជាងក្នុងមួយតម្លឹងកាលពីខែ2តែកាលពីសប្តាហ៍មុនថ្ងៃសុក្រមាសបានឡើងដល់2990ក្នុង1អោនឬក៏3640ជាងក្នុងមួយតម្លឹងអ
ចឹងមកតម្លឹងដើមដល់3,600ជាងហើយណាទិញនេះតាំងពីតម្លៃទៀតហើយចំណេញកប់ហើយចំណេញហើយមាសឡើងដោយសារហេតុអីមូលហេតុដែលមាសឡើងដោយសារតែគោលនយោបាយចម្លងពន្ធរបស់សហរដ្ឋអាមេរិកអញ្ចឹងធ្វើឲ្យអ្នកវិនិយោគកំពុងតែព្រួយបារម្ភជាមួយការតម្លើងពន្ធហើយព្រួយបារម្ភជាមួយនឹងសង្គ្រាមពាណិជ្ជកម្មអញ្ចឹងការតម្លើងពន្ធចុះឡើងវាបង្កើតឲ្យមានសង្គ្រាមពាណិជ្ជកម្មអញ្ចឹងយើងឃើញហើយចាប់ដើមតិចហើយសហគមន៍អឺរ៉ុបដោយសារតែលោកដូណាល់ត្រាំគាត់តម្លើងពន្ធ 25% ទៅលើទំនិញអឺរ៉ុបនិងរថយន្តរបស់អឺរ៉ុបឥឡូវអឺរ៉ុបតម្លើងពន្ធស្រាពីអាមេរិកទៅវិញ 50% ណាប្រហែលថ្ងៃមុននេះក្រោយពីអឺរ៉ុបតម្លើងពន្ធស្រារបស់អាមេរិកឥឡូវដូណាល់ត្រាំគាត់ខឹងគាត់ចេះដុំគាត់រៀបចំនឹងតម្លើងពន្ធស្រារបស់អឺរ៉ុបវិញឡើងដល់ 200% តើអ្នកណាមានលុយទិញបើឡើងដល់ 200% អញ្ចឹងវាចាប់ដើមសង្គ្រាមពាណិជ្ជកម្មបដាហើយអានេះហើយជាហេតុផលដែលធ្វើឲ្យមាសចាប់ដើមឡើងថ្លៃណាហើយមួយទៀតគេរំពឹងថាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកនឹងបញ្ចុះអត្រាការប្រាក់ឆាប់ដោយសារតែការពីអាទិត្យមុនថ្ងៃពហុអតិផរណារបស់សហរដ្ឋអាមេរិកចុះពី 3% មក 3.8% អញ្ចឹងគេរំពឹងថាឆាប់នេះរដ្ឋាភិបាលជាតិឬក៏ Fed នឹងបញ្ចុះអត្រាការប្រាក់ណាចុះបើសិនជាខែក្រោយនឹងអតិផរណាចុះថែមទៀតហើយជាមានដំណឹងការបញ្ចុះអត្រាការប្រាក់ហ្នឹងនេះជាហេតុផលដែលធ្វើឲ្យមាសសម្រុកឡើងថ្លៃកាលពីថ្ងៃសុក្រណាហើយគេព្យាករណ៍ថាអាចនឹងពាក់កណ្ដាលឆ្នាំនេះមាសអាចឡើងដល់ 3,700 ណាហើយចុងឆ្នាំ 2025 មាសអាចឡើងដល់ 4,000 ចឹងគេរំពឹងថាចឹងវាអាស្រ័យទៅលើព័ត៌មានបើសិនជាធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកបញ្ចុះការប្រាក់អត្រាការប្រាក់មាសអាចឡើងដល់ 6%តែយើងមកមើលសម្រាប់សប្តាហ៍នេះព័ត៌មានតែត្រូវចេញសម្រាប់សប្តាហ៍នេះថ្ងៃច័ន្ទ retail sale ការលក់រាយរបស់សហរដ្ឋអាមេរិកមានការកើនឡើងឬក៏ថយចុះយើងឃើញដូចជាអតិផរណារបស់សហរដ្ឋអាមេរិកធ្លាក់ចុះប្រហែលជាការលក់រាយ supermarket នេះអាចនឹងមានការធ្លាក់ចុះដែរអញ្ចឹងអាចនឹងលុយអាមេរិកអាចនឹងធ្លាក់ថ្លៃបន្ថែមទៀតហើយថ្ងៃអង្គារអត់មានព័ត៌មានអីទេថ្ងៃពុធមានព័ត៌មានរបស់ជប៉ុន military policy statement ហើយនឹង DOJ policy rate ណាការកំណត់អត្រាការប្រាក់របស់ធនាគារជប៉ុនអញ្ចឹងជប៉ុនយើងដឹងហើយងាយតម្លើងងាយបញ្ចុះទេគេរំពឹងថានៅដែរណាហើយសម្រាប់ថ្ងៃពហុម៉ោង 1 ព្រឹកណាម៉ោង 1 ព្រឹកថ្ងៃពហុនឹងមាន Federal Fund Rate គឺការកំណត់អត្រាការប្រាក់របស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកគឺនៅរក្សាដដែលបើរក្សាអាចមាសចុះបន្តិចនៅសប្តាហ៍ក្រោយនេះបន្ទាប់ពីចេញអាហ្នឹងអាចបន្តដល់សប្តាហ៍ក្រោយនេះវិស័យវិញតិចហើយបន្ទាប់មកម៉ោង 7 ព្រឹកមាន employment change unemployment rate របស់អូស្ត្រាលីអត្រាភាពអត់ការធ្វើនៅប្រទេសអូស្ត្រាលីហើយថ្ងៃដដែលម៉ោង 2 ថ្ងៃមាន climate account change ចំនួនប្រជាជនដែលទៅបើប្រាក់អត់មានការងារធ្វើគណៈប្រាក់ធានារ៉ាប់រងអត់ការងារធ្វើហ្នឹងរបស់អង់គ្លេសហើយបន្តមកម៉ោង 7 យប់នឹងមាន rate របស់អង់គ្លេសអត្រាការប្រាក់របស់ធនាគារកណ្ដាលរបស់អង់គ្លេសមានការគឺរំពឹងថានៅរក្សាដែរចាអញ្ចឹងអត់មានការតម្លាក់អត់មានការតម្លៃទេហើយម៉ោង 7:32 យប់នឹងមាន speak របស់ប្រធានធនាគារកណ្ដាលរបស់អង់គ្លេសនិង unemployment claim របស់សហរដ្ឋអាមេរិកថ្ងៃសុក្រអត់មានព័ត៌មានទេអញ្ចឹងព័ត៌មានដែលសំខាន់នៅសប្តាហ៍នេះគឺ rate របស់សហរដ្ឋអាមេរិកអញ្ចឹងយើងមកមើលខាងចេញមាសនិន្នាការមាសនៅឡើងដដែលទេ signal ក៏ឡើងអញ្ចឹងកំពុងតែកំពុកឡើងបន្ថែមទៀតអញ្ចឹងការពិព្រឹត្តមិញមាសនៅតម្លៃ 2,991.67 8G 3ហ៊ុនណាអញ្ចឹងបាន break អស់ហើយ break support អស់ហើយណា support កាលពីខែមុនខ្ពស់បំផុតហ្នឹងគឺ 2,956 ហ្នឹងគឺបានបំបែករួចហើយអញ្ចឹងឡើងទៅទៀតអត់មានតបោទៀតទេគឺខុសដូចរ៉កែត speculating ចំណែកឯ Bitcoin យើងធ្លាក់ចុះតិចតែ
យើងមើលនាฬิកា Bitcoin នាฬิកា down ហើយ signal ក៏ down អញ្ចឹងគាត់ក៏ចង់មកបន្ថែមទៀតប៉ុន្តែដំណឹងលហៀង Bitcoin ត្រូវបាន Donald Trump គាត់ដាក់ជាគេហៅថាទ្រព្យបំរុងហើយអញ្ចឹងគាត់នឹងតាក់តែងច្បាប់ថាយកពន្ធ Bitcoin មិនអីមិនអញ្ចឹង Bitcoin អាចនឹងឡើងថ្លៃថ្ងៃក្រោយអាចឡើងថ្លៃច្រើនអាចនឹងឡើងថ្លៃច្រើនជាងនេះថែមទៀតហើយដោយសារតែមួយទៀតរុស្ស៊ីកំពុងតែរៀបចំទិញលុបប្រេងដោយប្រើ Bitcoin លែងប្រើប្រាក់ដុល្លារអញ្ចឹងវាកិច្ចពីរបាំងគេហៅ Swift Code របស់អាមេរិកហ្នឹងអញ្ចឹងបើសិនជាអញ្ចឹងមែននៅក្នុងគេហៅថាសហគមន៍នេះ BRIC គេចាយ Bitcoin មែនអញ្ចឹង Bitcoin នឹងឡើងថ្លៃជាងនេះទៀតអញ្ចឹងព្រឹកមិញ Bitcoin មួយ coin ស្មើនឹង 83,223 វាចុះទៅજાયអញ្ចឹងអាចចុះមក100,000ជាងទៀតអញ្ចឹង Bitcoin នៅនឹងការ down ណាចំណែកឯតម្លៃប្រេងអញ្ចឹងតម្លៃប្រេងព្រឹកមិញណាគឺ 67.91 ណាក្នុងមួយបារ៉ែលហើយនាฬิកាប្រេងនៅចុះថែមទៀត signal រៀងឡើងតិចអញ្ចឹងវាទៅ sideways តិចណាហើយតម្លៃប្រេងសប្តាហ៍មុនបាន281 ពីបអញ្ចឹងប្រេងនៅចុះថែមទៀតណាលុយជប៉ុនវិញអាមេរិកជប៉ុននាฬิកាអាមេរិកជប៉ុនលុយអាមេរិកចុះតិចហើយណាតែ signal up អញ្ចឹងរៀង sideways ណាសប្តាហ៍មុនបាន271 ពីបតម្លៃលុយអាមេរិកកាលពីព្រឹកមិញគឺ$1អាមេរិកស្មើនឹង148.62យេនដោយសារតែពន្ធគយរបស់សហរដ្ឋអាមេរិកវាធ្វើឲ្យតម្លៃលុយអាមេរិកធ្លាក់ផ្សារពាហនអាមេរិកក៏ធ្លាក់ហើយរួមទាំងផ្សារពាហនរបស់អាស៊ីក៏ធ្លាក់ដែរណាកាលពីសប្តាហ៍មុននេះអញ្ចឹងអ្នកវិនិយោគភាគច្រើនគាត់លក់លុយអាមេរិកចេញគាត់ទិញលុយជប៉ុនយកមកទុកវិញចំណែកឯលុយអឺរ៉ូយើងឃើញនាฬิកាលុយអឺរ៉ូឡើងត្រឡប់ទៅវិញហើយណាលុយអឺរ៉ូsignal ក៏រៀងឡើងដែរអញ្ចឹងបន្តឡើងថែមទៀតណាលុយអឺរ៉ូហើយសប្តាហ៍មុនបាន127 ពីបអញ្ចឹងបាន100លេខជាងដែរហើយតម្លៃលុយអឺរ៉ូព្រឹកមិញ1អឺរ៉ូស្មើនឹង$1.0885អញ្ចឹងនៅឡើងទៅ break resistance របស់គាត់$1.0946ថែមទៀតចុងក្រោយគេលុយអង់គ្លេសនាฬิកា up signal down សាយវាធ្លាក់ចុះមកបន្តិចសិនហើយបានគាត់ដកត្រឡប់ឡើងទៅវិញសប្តាហ៍មុនបាន127 ពីបហើយព្រឹកមិញលុយផោន1ផោនដូរបាន$1.2940ហើយគាត់នឹងបន្តឡើងទៅថែមទៀតក្រោយពីចេញ signal up ឡើងវិញអញ្ចឹងអាច break $1.2988 ថែមទៀតអញ្ចឹងនាฬิកានៅឡើងដែរ